មានរឿងមួយថាមានបុរសម្នាក់មានប្រពន្ធល្អទើបតែរៀបការថ្មីបណ្ដាលគ្នាទៅសួយញាតិមានកំឡោះពីអ្នកបានឃើញក៏ស្រឡាញ់ចង់បានវាគិតថាយើងធួដូចនេះនឹងបានចៅម្នាក់ឆ្លើយថាងាយទេឯងគិតទៅរកខ្ចីរទេះគោមកបោប៉ុន្តែឯងមិនស្គាល់អញបើអញសួរឯងកុំប្រាប់ថារទេះជួឯងប្រាប់ថាចន្ទួលថានឹមទៅវិញទើបកំឡោះណាស់ទៅខ្ចីរទេះគេមកបោឲ្យជួបនឹងបុរសបណ្ដាប្រពន្ធនោះដើរមកដល់ក៏កំឡោះម្នាក់នោះវាសួរថាណែអ្នកអញ្ជើញមកអាយឈប់និយាយគ្នាលេងបន្តិចសិនបុរសការប្រពន្ធថ្មីក៏ចូលទៅអង្គុយលេងលុះកំឡោះម្នាក់បរទេសមកដល់វាធ្វើជាសួរថានេះហៅអ្វីអ្នកបុរសប្តីប្រពន្ធឆ្លើយប្រាប់ថាគេហៅរទេសមែនឬអ្នកបុរសនោះថាមែនបើមែនអ្នកហ៊ានភ្នាល់នឹងខ្ញុំទេបុរសនោះសួរថាអ្នកឯងមានទ្រព្យអ្វីភ្នាល់នឹងយើងកំឡោះនោះថាបើខ្ញុំចាញ់ខ្ញុំនឿជាខ្ញុំអ្នកបើខ្ញុំឈ្នះសុំតែប្រពន្ធអ្នកបុរសនោះគិតថាប្រកាសជាគេហៅរទេសមែននឹងខ្លាចអ្វីក៏ព្រមភ្នាល់នឹងគេទៅកំឡោះដែលឈោសួរទៅអ្នកបរទេសចង្អុលទៅសួរទៅចន្ទួលកំឡោះអ្នកបរទេសប្រាប់ថានេះគេហៅចន្ទួលចង្អុលសួរទៅនឹមថានេះគេហៅនឹមនេះគេហៅទូកនេះគេហៅត្រាយនេះគេហៅប្រែកនេះគេហៅកង់នេះគេហៅខ្នងកង់នេះគេហៅត្រពងដល់ឆ្លើយរួចសពគ្រប់កំឡោះនោះសួរទៅបុរសជាប្តីថាឥឡូវគេមិនហៅរទេសទេបើដូច្នោះតើអ្នកឯងព្រមចាញ់យឺតឲ្យប្រពន្ធមកយឺនឬមិនដេចបុរសជាប្តីនោះមិនព្រមដល់ប្រកែកទៅមិនឆ្នេកគេដណ្ដើមយកប្រពន្ធទៅបានបុរសនោះមិនសុខចិត្តទៅប្តឹងចៅក្រមឲ្យទៅកោះចៅទាំងពីរនោះមកជំនុំកំឡោះទាំងពីរអ្នកនោះវាសោកចៅក្រមកាត់សេចក្តីថាត្រូវចាញ់គេហើយត្រូវឲ្យប្រពន្ធទៅគេហើយបុរសនោះខឹងណាស់ត្បិតគេយកប្រពន្ធទៅបានដាល់ផងយំផងដាល់បន្តិចទៅប្រទេសសុភាទន្សាយសួរថាធ្វើឲ្យបានជាយំបងបុរសនោះប្រាប់តាមដំណើរសពគ្រប់សុភាទន្សាយថាបើដូច្នោះបងឯងកុំភ័យរកតែជែកមកឲ្យយើងស៊ីសិនយើងទៅជួយជំនុំឲ្យបានប្រពន្ធមកវិញបុរសនោះអរណាស់ខំទៅរកជែកមកឲ្យសុភាទន្សាយស៊ីជែករួចហើយដើរទៅជាមួយបុរសនោះទៅដល់សួរចៅក្រមថាលោកកាត់សេចក្តីគេនោះតើដោយម្ដេចខ្លះចៅក្រមឆ្លើយប្រាប់តាមដំណើរសពគ្រប់សុភាទន្សាយថាលោកកាត់សេចក្តីមិនតាន់អស់ទេបើដូច្នោះខ្ញុំសូមកាត់សេចក្តីនេះផងឲ្យសុខចិត្តទាំងពីរខាងសុភាទន្សាយសួរកំឡោះដែលយកប្រពន្ធគេមកនោះថាអ្នកទាំងពីរអ្នកកាលភ្នាល់គ្នាថាដាក់អ្វីបុរសនោះឆ្លើយថាដាក់ប្រពន្ធសុភាទន្សាយសួរទៅកំឡោះនោះថាត្រង់ណាហៅប្រពន្ធបើអ្នករកឃើញយកទៅចោះបើរកមិនឃើញទេឲ្យប្រពន្ធទៅគេវិញទៅកំឡោះនោះចាប់ត្រង់ដៃសុភាទន្សាយប្រាប់ថានេះគេហៅតែដៃទេវាចាប់ត្រង់ជើងសុភាទន្សាយថានេះគេហៅជើងទេវាចាប់ត្រង់នេះក៏ថាមិនមែនត្រង់នោះក៏ថាមិនមែនហើយប្រាប់ថារួមទាំងអស់គ្នាទៅទើបគេហៅប្រពន្ធឯរទេះក៏ដូចគ្នាគឺគេហៅចន្ទួលនឹមទូកត្រាយប្រែកធ្នង់ត្រពងរួមទាំងអស់នេះទៅទើបហៅថារទេះបើដូច្នោះឯងយកប្រពន្ធគេមិនបានទេឲ្យមកគេវិញសុភាទន្សាយឲ្យកំឡោះនោះយកប្រពន្ធមកវិញសុភាទន្សាយស្ដីឲ្យលោកចៅក្រមថាបងកាត់សេចក្តីនេះស៊ីតែសំណូគេគ្មានត្រង់តាមព្រះច្បាប់សោះបុរសនោះប្រាប់ប្រពន្ធមកវិញក៏អរណាស់លើកដៃសំពះសុភាទន្សាយថាលោកកាត់សេចក្តីនេះពេញហៅត្រង់ហើយឲ្យលោកបានសម្បត្តិសួគ៌និព្វាន